បាទជំរាបសួរក៏ដូចជាសួស្តីទៅដល់ពុកម៉ែបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីហើយថ្ងៃនេះផងដែរគឺខ្ញុំមានប្រធានបទថ្មីមួយទៀតដែលខ្ញុំចង់មកចែករំលែកជូនទៅដល់ពុកម៉ែបងប្អូនអរគ្នាហើយប្រធានបទរបស់យើងថ្ងៃនេះគឺយើងនិយាយអំពីការប្រើប្រាស់ថ្នាំនៅលើដំណាំស្រូវ OM5154 ពីព្រោះអីដោយសារមានពុកម៉ែបងប្អូនមួយចំនួនគឺគាត់នៅមានចម្ងល់ថាតើយើងគួរតែប្រើប្រាស់ថ្នាំរបៀបម៉េចឲ្យបានត្រឹមត្រូវឲ្យត្រូវទៅតាមពេលវេលានៃតម្រូវការរបស់ដំណាំស្រូវជាដើមហើយក៏មានពុកម៉ែបងប្អូនមួយចំនួនដែលគាត់នៅតែមានការប្រើប្រាស់ថ្នាំហ្នឹងគឺនៅតែមានការយល់ច្រឡំហើយក៏គាត់ប្រើប្រាស់អត់ទាន់បានត្រឹមត្រូវហើយថ្ងៃនេះផងដែរក៏ខ្ញុំចង់មកចែករំលែកជូនទៅដល់ពុកម៉ែបងប្អូនអរគ្នាអំពីរបៀបក្នុងការប្រើប្រាស់ថ្នាំឲ្យត្រូវទៅតាមដំណាក់កាលនៅលើដំណាំស្រូវ OM5154 ជាទូទៅស្រូវនៅពេលអាយុ12ថ្ងៃទៅ20ថ្ងៃវាជាពេលវេលាមួយដែលវាត្រូវការនៅពពួកសារធាតុចិញ្ចឹមជាច្រើនហើយក្នុងនោះផងដែរនៅចន្លោះពីអាយុ12ដល់20ថ្ងៃនេះពុកម៉ែបងប្អូនទាំងអស់គ្នាគួរតែប្រើប្រាស់ថ្នាំចំនួន3ដែលយើងគួរប្រើប្រាស់ហ្នឹងទី1គឺប្រភេទ G បំពន់វគ្គ1 GNPK ហ្នឹងហើយវគ្គ1យើងអាចប្រើប្រាស់បានហើយសម្រាប់ GNPK នេះផងដែរក៏ពុកម៉ែបងប្អូនរបស់គ្នាអាចរកទិញបាននៅតាមដេប៉ូតំណាងចាយជីថ្នាំកសិកម្មដែលនៅជិតផ្ទះរបស់ពុកម៉ែបងប្អូនរបស់គ្នាហើយប្រភេទថ្នាំទី2ដែលពុកម៉ែបងប្អូនរបស់គ្នាគួរប្រើហ្នឹងគឺប្រភេទថ្នាំជំនួយឫសដែលប្រភេទជំនួយឫសនេះជាទូទៅវាមានអាតូនិកឬក៏ពពួកស៊ីវិតឬក៏ពពួកថ្នាំដែលសម្បូរទៅដោយពពួកមីក្រូធាតុច្រើនឬក៏មួយទៀតពុកម៉ែបងប្អូនទាំងគ្នាអាចប្រើនៅពពួកហុយមិចក៏អាចវាល្អផងដែរដើម្បីជួយឲ្យប្រព័ន្ធឫសរបស់ដំណាំស្រូវរបស់យើងនឹងគឺមានការលូតលាស់បានល្អវែងហើយក៏វាអាចស្រូបយកនៅសារធាតុចិញ្ចឹមបានច្រើនផងដែរហើយមួយទៀតហ្នឹងគឺថ្នាំសត្វល្អិតទូទៅសម្រាប់ថ្នាំសត្វល្អិតពុកម៉ែបងប្អូនទាំងគ្នាអាចប្រើប្រាស់នៅក្នុងចន្លោះពេលនេះពីព្រោះអីស្រូវយើងពេលអាយុខ្ទង់ចន្លោះនេះវាមិនមានបញ្ហាអីធ្ងន់ធ្ងរឬក៏ការរំខានពីពពួកសត្វចង្រៃផ្សេងៗប៉ុន្មាននោះទេបើវាមានត្រឹមតែពពួក trip ឬក៏ពពួករុយសឬក៏ប្រភេទមេអំបៅដែលជាភ្នាក់ងារធ្វើឲ្យកើតមាននៅប្រភេទដង្កូវឯនឹងជាដើមហើយជាពិសេសហ្នឹងគឺនៅវគ្គ2ជាទូទៅវគ្គ2ចន្លោះពីអាយុប៉ុណ្ណេះគឺដំណាំស្រូវរបស់យើងតែងតែប្រឈមនឹងពពួកសត្វល្អិតដូចជាពពួក trip ដែលវាបំផ្លាញដំណាំស្រូវហើយសម្រាប់ប្រភេទថ្នាំសត្វល្អិតនេះគឺពុកម៉ែបងប្អូនទាំងគ្នាអាចប្រើនៅពពួក Thimetosam ក៏បានហើយពពួក Chlorpyrifos បូកមួយ Cypermethrin ក៏បានឬក៏ពពួកថ្នាំដែលមានសារធាតុ Imidacloprid បូកជាមួយនឹង Cypermethrin ក៏បានដែរពីព្រោះអីថ្នាំទាំងអស់នេះវាមានតម្លៃធូរថ្លៃហើយក៏វាជួយកាត់បន្ថយការចំណាយរបស់ពុកម៉ែបងប្អូនមួយចំនួនដែរហើយសរុបជារួមមកគឺចន្លោះស្រូវពីអាយុ12ទៅ20ថ្ងៃពុកម៉ែបងប្អូនទាំងអស់គ្នាអាចប្រើប្រាស់នៅថ្នាំ3ប្រភេទនេះបូកបញ្ចូលគ្នាទី1ហ្នឹងគឺប្រភេទ G បំពន់វគ្គ1ពពួក G បំពន់ NPK ហ្នឹងទី2ហ្នឹងគឺពពួកថ្នាំជំនួយឫសដូចជាពពួកអបម៉ូនដូចជាអាតូនិកស៊ីវិតឬក៏ពពួកហុយមិចនឹងជាដើមដែលយើងបាញ់បូកចូលគ្នាទៅហើយទី3នេះគឺប្រភេទថ្នាំសត្វល្អិតដែលជាថ្នាំមួយដែលដាច់ខាតទៅតែប្រើប្រាស់ពីព្រោះអីចន្លោះអាយុប៉ុណ្ណេះវាដំណាំស្រូវរបស់យើងច្រើនតែប្រឈមមុខទៅនឹងប្រភេទពពួកសត្វល្អិតដូចជាពពួក trip អីនឹងជាដើមហើយថ្នាំទាំង3ប្រភេទនេះពុកម៉ែបងប្អូនទាំងគ្នាអាចប្រើប្រាស់បានហើយសម្រាប់ថ្នាំទាំងអស់គឺពុកម៉ែបងប្អូនទាំងអស់គ្នាក៏ងាយស្រួលរកទិញទៅតាមដេប៉ូចាយជីថ្នាំកសិកម្មនៅជិតផ្ទះរបស់ពុកម៉ែបងប្អូនទាំងអស់គ្នា
ហើយជាចុងក្រោយក៏ខ្ញុំសូមអរគុណទៅដល់ពុកម៉ែបងប្អូនទាំងគ្នាដែលបានតាមដានវីដេអូរបស់ខ្ញុំបាទតាំងពីដើមរហូតដល់ចប់ហើយក៏កុំភ្លេចជួយចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗហើយខ្ញុំនឹងធ្វើជូនចែករំលែកជាបន្តបន្ទាប់ទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយនៅវីដេអូបន្ទាប់ក៏ខ្ញុំនឹងចែករំលែកពីការប្រើប្រាស់ថ្នាំនៅដំណាក់កាលផ្សេងៗនៅលើដំណាំស្រូវ OM 51 54នេះផងដែរហើយក៏សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូតាំងពីដើមរហូតដល់ចប់បាទ